រឿង3យ៉ាងដែលយុវវ័យពីអាយុ18ឆ្នាំទៅ25ឆ្នាំគួរតែរៀនក្នុងឆ្នាំថ្មីដើម្បីឲ្យជីវិតល្អប្រសើរជាងមុនចំណុចទី3គឺជាចំណុចដែលសំខាន់ជាងគេបំផុតទី1រៀនបង្កើតជំនាញមានសញ្ញាបត្រតែមួយមុខគឺអត់គ្រប់គ្រាន់ទេសម័យនេះមានជំនាញដែលអាចបង្កើតតម្លៃគឺវាមានប្រយោជន៍ជាងដែលអ្នកខ្លះគេហៅថាជាសញ្ញាឃើញជំនាញនោះវាអាចជាជំនាញរឹងឬក៏ជំនាញទន់ដូចជាជំនាញគ្រប់គ្រងពេលវេលាជំនាញដោះស្រាយបញ្ហាជំនាញរកលុយជំនាញទំនាក់ទំនងជំនាញសរសេរជំនាញវិភាគជំនាញអ្វីក៏បានដែរតែត្រូវតែចេះឲ្យច្បាស់ឆ្នាំថ្មីនេះគឺយើងគួររើសជំនាញយ៉ាងហោចណាស់ឲ្យបានមួយដែលយើងចង់ចេះរួចហើយចាប់ផ្ដើមរៀនចាប់ផ្ដើមធ្វើចាប់ផ្ដើមហ្វឹកហាត់ខ្លួនឯងធ្វើយ៉ាងណាឲ្យយើងចេះច្បាស់នៅជំនាញមួយនោះមានជំនាញវាធ្វើឲ្យយើងមានជម្រើសមានសេរីភាពទី2រៀនអំពីលុយឥឡូវគឺយើងខ្លាចជាមនុស្សធំហើយចំណេះដឹងអំពីលុយគឺជាការចាំបាច់ហើយឲ្យទៅរៀនអំពីលុយហ្នឹងមិនមែនសំដៅតែទៅលើការចេញទៅរកស៊ីការបើកក្រុមហ៊ុននោះទេតែឲ្យរៀនអំពីមូលដ្ឋានគ្រឹះនៃលុយមូលដ្ឋានគ្រឹះមានដូចជាការចាយលុយឲ្យតិចជាងចំណូលកុំឃើញដំរីជុះតាមដំរីប្រាក់ខែតែពី$300ទេប៉ុន្តែចាយមើលតែខ្លួនឯងហ្នឹងមាន$500-1000ក្នុងមួយខែអញ្ចឹងអាហ្នឹងគឺគ្រោះថ្នាក់ហើយត្រូវរៀនចេះសន្សំរៀនទុកemergency fund ទុកសកួរក្រែងមានរឿងអាសន្នដែលយើងមើលមិនឃើញរៀនកាត់បន្ថយចំណាយរៀនតាមដានការចំណាយរបស់យើងរៀនបង្កើនចំណូលសារអាទិត្យគុំទំនេរឥតប្រយោជន៍ទៅរកការងារធ្វើបន្ថែមគឺយើងបានប្រាក់ចំណូលបន្ថែមហើយយើងបានទាំងបទពិសោធន៍ទៀតហើយមួយទៀតគឺថាបើមានមិនគ្រប់គុំតាមគេរបស់ប្រើប្រាស់ថ្មីនឹងគុំទៅបងរំលោះដើម្បីភាពលយឆាយចុងក្រោយគឺទឹកត្រឹមច្រមុះគ្មានអ្នកណាមកជួយទេធ្វើការបានចំណូលមួយខែគឺបងតែបំណុលនឹងគឺគ្មានសល់អីក្នុងខ្លួនទី3រៀនថែរក្សាខួរក្បាលរបស់យើងវ័យយំទងឈានចូលយុវវ័យគឺជាពេលដែលយើងកំពុងតែស្វែងរកខ្លួនឯងនិងជ្រើសរើសថាតើយើងចង់ក្លាយជាមនុស្សបែបណាហើយសុខភាពរបស់យើងខួរក្បាលរបស់យើងគឺដើរតួយ៉ាងសំខាន់បំផុតត្រូវតែរៀនតាមដានខ្លួនឯងតាមដានអារម្មណ៍របស់ខ្លួនឯងបើយើងបន្តិច stress បន្តិចឈឺគឺយើងធ្វើអីមិនកើតទេយើងគួរតែផ្ដោតលើការគ្រប់គ្រងអារម្មណ៍របស់យើងធ្វើម៉េចកុំឲ្យយើង stress ខ្លាំងពេកហើយបើយើង stress ហើយតើយើងត្រូវធ្វើម៉េចដើម្បីកាត់បន្ថយភាពstressទាំងអស់ហ្នឹងបើយើងជួបការបរាជ័យបើយើងជួបការបដិសេធពីអ្នកដទៃតែយើងត្រូវធ្វើម៉េចដើម្បីកុំឲ្យរឿងទាំងអស់ហ្នឹងវាមកបំបាក់ទឹកចិត្តយើងវាមករារាំងយើងមិនឲ្យយើងទៅកន្លែងដែលយើងចង់ទៅធ្វើរឿងណាដែលធ្វើឲ្យយើងសប្បាយចិត្តរឿងណាដែលអត់ប្រយោជន៍កាត់បន្ថយខ្លះទៅអ្នកទំនងណាមិនថាមិត្តភក្តិក៏ដោយស្នេហាក៏ដោយការងារក៏ដោយដែលវាប៉ះពាល់យើងខ្លាំងពេកគួរតែកាត់ចោលខ្លះរកមិត្តភាពណារកបរិយាកាសណាដែលធ្វើឲ្យយើងរីកចម្រើនបង្កើតទម្លាប់បង្កើតវិន័យផ្ទាល់ខ្លួនហើយកុំចង់សប្បាយច្រើនពេកសរុបមកវិញបើយើងមានជំនាញច្បាស់លាស់វាធ្វើឲ្យយើងមានជម្រើសនិងមានសេរីភាពបើយើងមានលុយវាធ្វើឲ្យយើងមានស្ថិរភាពមានភាពនឹងណោបើយើងមានខួរក្បាលល្អវាធ្វើឲ្យយើងមានទិសដៅក្នុងជីវិតច្បាស់លាស់ជីវិតរបស់យើងគឺខ្លីបើយើងរស់នៅបាន80ឆ្នាំគួរតែរស់80ឆ្នាំកុំរស់នៅ1ឆ្នាំ80ដងខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ